លាបអំបិលឲ្យសព្វជ្រុំជ្រោយក៏ត្រូវលាបឲ្យសព្វដែរបើមិនអីចឹងទុកបានមិនប៉ុន្មានថ្ងៃក៏ស្អុយប្រើរបស់នេះមែនទេពាក់ស្រោម Dyson គេពិតជាប្រែប្រួលមែនឡើងដែលពីមុនសំបីតែស្លៀកពាក់ក៏មិនចេះឥឡូវបែរជាឈោបាំងមុខខ្ញុំដូចភ្នំមួយអារម្មណ៍បែបនេះដូចសុបិនអីចឹងឆ្អឹងទាំងនេះស្អែកយកទៅស្ងោរស៊ុបឲ្យអ្នកមកធ្វើការហូបទៅសម្រាប់ចុះនៅសល់ទុកឲ្យខ្ញុំលាងថ្ងៃនេះឡើងបានបាញ់សម្លាប់ជ្រូកព្រៃធំមួយថែមទាំងវាបណ្ដេញវាំងម៉ាជឺទៀតគេថាចាប់ពីថ្ងៃនេះទៅគេនឹងការពារខ្ញុំតែឥឡូវគេមិនមែនជាមនុស្សល្ងងទៀតឡើយគេជាបរិសុទ្ធពេញលេញម្នាក់ហើយថ្ងៃនេះស្រីក្នុងភូមិមើលខ្ញុំដោយក្រសែភ្នែកប្លែកច្បាស់ជានាំគ្នានិយាយដាំខ្ញុំពីក្រោយខ្នងបរិសុទ្ធម្នាក់នឹងស្ត្រីមេម៉ាយរស់ក្រោមដំបូលតែមួយពាក្យចាមអារាមអាចសម្លាប់មនុស្សបានគិតទៅយកខ្ញុំខូចក៏មិនអីដែរតែឡើងនៅត្រូវរៀបការនឹងមានកូនបើដោយសារខ្ញុំធ្វើឲ្យគេឈ្មោះគេខូចតើនៅមានកូនស្រីល្អណាយល់ព្រមរៀបការជាមួយគេទៀតខ្ញុំមិនអាចធ្វើបាបគេបានទេពួកឯងថាពាក្យដែលឡើងនិយាយម្សិលមិញពិតមែនឬពិតជាឲ្យសាច់មែនអ្នកណាដឹងទៅតែកម្លាំងដែលគេវីវាំងមកជឿម្សិលមិញខ្ញុំថាគេដូចជាមនុស្សថ្មីយ៉ាងណាផ្ទះក៏គ្មានអីហូបដែរទៅជួយសាកមើលទៅមកគ្រប់គ្នាហើយឬឡើងពួកយើងមកជួយធ្វើការហើយចង់ឲ្យធ្វើអ្វីប្រាប់មកចុះការងារថ្ងៃនេះចែកជាពីរក្រុមទី1ឡើងភ្នំក្រោយយកជ្រូកកន្លះក្បាលដែលខ្ញុំលាក់ទុកក្នុងប្រហោងដើមឈើម្សិលមិញលើកត្រឡប់មកវិញក្រុមទី2ជីកដីជុំវិញផ្ទះសង់ជញ្ជាំងនេះឲ្យខ្ពស់និងក្រាស់ជាងមុនអ្នកណាធ្វើបានល្អថ្ងៃត្រង់ហូបឆ្អែតពេលត្រឡប់ទៅវិញម្នាក់មួយជីនសាច់ឡើងសូមកុំបារម្ភពួកយើងនឹងខំអស់ពីសមត្ថភាពមិនបាច់យកជីវិតទៅបដូរទេយកតែកម្លាំងបានហើយតាចាំងនាំមនុស្សខ្លាំងបំផុត3នាក់ឡើងភ្នំជាមួយខ្ញុំអ្នកនៅសល់នៅទីនេះជីកដីបងថ្លៃជួយមើលពួកគេផងអ្នកណាខ្ជិលថ្ងៃត្រង់មិនបាច់ហូបទេខ្ញុំធ្វើមិនកើតទេបងថ្លៃជាម្ចាស់ផ្ទះនេះគ្មានអ្វីធ្វើមិនកើតទេខ្ញុំទុកចិត្តបងថ្លៃត្រឡប់មកហើយហូបបាយឆ្ងាញ់មែនមួយជីវិតខ្ញុំមិនដែលបានហូបឆ្អែតបែបនេះទេបងថ្លៃក៏ហូបដែរខ្ញុំមិនទាន់ឃ្លានទេបងថ្លៃហូបឲ្យច្រើនទៅរសៀលនៅត្រូវធ្វើការទៀតឡើងថ្ងៃនេះអ្នកភូមិសុទ្ធតែនិយាយដើមថាពួកយើងប្រុសស្រីរស់នៅក្រោមដំបូលតែមួយមិនសមរម្យទេខ្ញុំដឹងឡើងឥឡូវឯងជាមនុស្សល្អហើយក៏មានសមត្ថភាពហើយមិនគួរឲ្យខ្ញុំខ្លាចជាបន្ទុកទេស្អែកនេះខ្ញុំនឹងទៅរស់នៅរូងដីចាស់ចុងភូមិបងប្រុសខ្ញុំលែងនៅហើយផ្ទះនេះខ្ញុំនឹងទទួលខុសត្រូវបងថ្លៃលំបាកដើម្បីខ្ញុំប៉ុន្មានរងទុកប៉ុន្មានខ្ញុំដឹងទាំងអស់ខ្ញុំស៊ូយេមិនអាចឲ្យអ្នកមានគុណរបស់ខ្ញុំទៅរស់នៅរូងដីនឹងឲ្យគេមើលងាយបានឡើយបងថ្លៃរៀបការជាមួយខ្ញុំទៅឯងឈួតហើយឯងកំពុងនិយាយអ្វីខ្ញុំជាបងថ្លៃរបស់ឯងមនុស្សក្នុងភូមិនឹងជេររហូតមិនខានបងប្រុសខ្ញុំបានស្លាប់ហើយឥឡូវផ្ទះនេះមានតែបងថ្លៃនិងខ្ញុំរាល់ថ្ងៃខ្ញុំត្រូវចូលព្រៃបរបាញ់ប្រឈមមុខនឹងសត្វសាហាវទុកបងថ្លៃនៅផ្ទះម្នាក់ឯងខ្ញុំមិនស្ងប់ចិត្តទេមានតែរៀបការប៉ុណ្ណោះទើបពួកយើងខ្លាចជាគ្រួសារពេញលេញពេលនោះខ្ញុំមើលថែនិងការពារបងថ្លៃគឺជារឿងត្រឹមត្រូវអ្នកណាហ៊ាននិយាយមួយម៉ាត់ទៀតខ្ញុំនឹងដកអណ្ដាតគេចេញមិនបានទេខ្ញុំអាយុច្រើនជាងឯងហើយខ្ញុំក៏ជាស្ត្រីមេម៉ាយឯងគួររៀបការជាមួយក្រមុំល្អម្នាក់ឲ្យនាងបង្កើតកូនចៅឲ្យឯងខ្ញុំមិនស័ក្តិសមនឹងឯងទេខ្ញុំនឹងខ្លាចជាបន្ទុកឯងមិនស័ក្តិសមនឹងខ្ញុំឬពេលខ្ញុំចិត្តស្លាប់ក្នុងព្រើតើនរណាយកសម្បកឈើចុងក្រោយបញ្ចុកចូលមាត់ខ្ញុំដើម្បីការពារមនុស្សល្ងងដូចខ្ញុំពេលបងថ្លៃត្រូវពួកអាក្រក់វីដួលដីហេតុអ្វីមិននិយាយថាជាបន្ទុកផ្ទះនេះត្រូវការបងថ្លៃខ្ញុំក៏ត្រូវការបងថ្លៃដែរខ្ញុំសង្ឃឹមថារាល់ពេលខ្ញុំរស់ត្រឡប់មកពីព្រៃជ្រៅដ៏គ្រោះថ្នាក់នោះអាចត្រឡប់មកផ្ទះមានមនុស្សម្នាក់រងចាំខ្ញុំតែគ្មានពាក្យថាឧតែទេបើរៀបការជាមួយខ្ញុំជីវិតរបស់ខ្ញុំជារបស់បងថ្លៃសាច់គ្រប់ដុំដែលខ្ញុំបរបាញ់បានក៏ជារបស់បងថ្លៃដែរ